ចុងឆ្នាំ2025ប្រជាជនខ្មែរពោពេញទៅដោយទុក្ខសោកងាកមកមើលប្រជាជនក្រៅស្រុកជាពិសេសស្រុកខ្ញុំចំរដូវកាលខែស្មាក់ខែ12នេះប្រជាជនគេសបោសបាយគេសាច់អាក់ក្អាយរៀបចំខោអាវសម្លៀកបំពាក់ថ្មីបោះផ្ទះជូតផ្ទះតុបតែងផ្ទះដើម្បីចូលរួមកម្មវិធីគ្រឹះស្វាកនៅថ្ងៃទី24យប់នឹងហើយនៅក្នុងចំណោមអ្នកទាំងអស់ហ្នឹងគឺមានខ្ញុំដែរបងប្អូនអើយកុំថាអីថាវ៉ាន់ដោយសារតែខ្ញុំនៅក្រៅប្រទេសចឹងទៅគេថាចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសប៉ុន្តែចិត្តបេះដូងនៅរងទុក្ខលំបាកឈឺចាប់ដោយបងប្អូននឹងឯងហើយនេះម្ដាយក្មេងខ្ញុំកំពុងតែរៀបចំសិលៀកសេរីឲ្យខ្ញុំដើម្បីចូលរួមកម្មវិធីយប់នឹងនិយាយទៅដំបូងឡើយគឺខ្ញុំអត់ចង់ទៅដែរប៉ុន្តែម្ដាយក្មេងខ្ញុំថាត្រូវទៅជាចាំបាច់ដោយសារ function ធំកម្មវិធីធំអីចឹងហើយការស្លៀកសេរីគឺខ្ញុំអត់ចេះស្លៀកទេឲ្យតែខ្ញុំចង់ស្លៀកសេរីម្ដងខ្ញុំពឹងពាក់ឲ្យម្ដាយក្មេងខ្ញុំជួយស្លៀកចឹងហើយសេរីនឹងគឺខ្ញុំអត់បានទិញទេបងប្អូនគឺបងអូនថ្លៃខ្ញុំឲ្យតែបងប្អូនសួរតម្លៃសេរីបែបហ្នឹងគុណភាពល្អចឹងវាថ្លៃបងប្អូនជិត$200ហ្នឹងគឺថ្លៃខ្លាំងមែនតើបើតាមសមត្ថភាពរបស់ខ្ញុំអត់ហ៊ានទិញអត់ហ៊ានចំណាយលុយថ្នាក់ហ្នឹងទេបងប្អូនប៉ុន្តែបងប្អូនខ្ញុំគេធូរធារចឹងទៅគេទិញពី3កាផ្លេហើយក៏គេឲ្យខ្ញុំមួយចឹងណាឥឡូវនេះផងដែរសេរីខ្ញុំគឺរៀបចំពាក់ហើយជាស្រេចចឹងហើយសូមមេត្តាបងប្អូនជួយខមមិនម្នាក់មួយមើលតើខ្ញុំស្លៀកសេរីពណ៌ហ្នឹងវាស័ក្តិសមនឹងខ្ញុំអត់និយាយទៅសេរីគេមានច្រើនម៉ូដច្រើនម៉ាកហើយការស្លៀកសេរីក៏ខុសគ្នាតិចដែរមិនដូចគ្នាទាំងអស់ទេអញ្ចឹងឥឡូវញយល់ហើយចឹងទៅក៏ខ្ញុំរៀបចំទៅកម្មវិធីប៉ុន្តែមុនទៅសូមតប cushion Miss Lady ស្រឡាញ់ពេញបេះដូងតាមម្ដងបងប្អូនអើយមី cushion Lady យើងគ្រាន់តបស្ដាងស្រាស្បែកមុខចេញមកស្អាតភ្លឺថ្លាគីឡូចេញចាំងហ្មងអញ្ចឹងហើយបើសិនជាបងប្អូនចាប់អារម្មណ៍នេះជា page របស់គាត់ឬក៏ follow page គាត់ម្នាក់មួយផងឥឡូវពេលតប cushion Miss Lady ហើយចឹងទៅក៏ខ្ញុំរៀបចំទៅប៉ុន្តែមិនមានឡានស្អីទេក៏ខ្ញុំជិះម៉ូតូនិយាយទៅស្លៀកសេរីក៏ជិះម៉ូតូបានដែរបងប្អូនហើយវាស្រួលវាពិបាកទេលើកតែឡើងលើទៅជិះបានហើយខ្ញុំជិះម៉ូតូមិនមែនជិះតែម្នាក់ឯងទេខ្ញុំត្រូវដប់ម្ដាយក្មេកខ្ញុំហើយនឹងសុកជាទៅជាមួយដែរប្អូនថ្លៃខ្ញុំក៏គាត់ទៅដែរប៉ុន្តែគាត់អត់ចង់ដប់ម្ដាយក្មេកខ្ញុំទេគាត់ទៅជាមួយមិត្តភក្តិគាត់តាមបែបក្មេករបស់គាត់ហើយនេះទៅដល់ពហិនៅស្រុកខ្ញុំនៅពេលចូលរួមពហិហើយចឹងទៅនិយាយទៅទស្សនវិជ្ជានៅក្នុងហ្នឹងខ្ញុំអាចថតបានទេបងប្អូនព្រោះជាច្បាប់ទម្លាប់តាមបែបសាសនាអញ្ចឹងណាគ្រាន់ថតបងប្អូនបង្ហាញតែខាងក្រៅទេអញ្ចឹងនៅពេលចប់កម្មវិធីហើយចឹងទៅក៏នៅខាងក្រៅគេមានការចាប់ឆ្នោតលេងឡូតូតាក់ទីចឹងទៅយើងទិញស្លឹកឆ្នោតអីចឹងណាប៉ុន្តែខ្ញុំម្ដាយក្មេកខ្ញុំនៅឃើញតែខ្ញុំមិនមែនជាមនុស្សគ្មានសំណាងធ្វើអ្វីបែបមិនចេញកម្លាំងខ្លួនឯងវាមិនបានទេអញ្ចឹងហើយខ្ជិលទិញផ្សងសំណាងស្អីទេក៏នាំគ្នាដើរមើលអានេះគេហៅថាគ្រីបពីប្រវត្តិយេស៊ូគាត់កើតចាប់កំណើតអីចឹងណាហើយការពីមុនខ្ញុំអត់ដឹងថា Merry Christmas ជាស្អីទេព្រោះគិតថាជាបុណ្យរបស់គេតាមពិតដល់ពេលយើងរៀនចឹងដឹងចឹងទៅតាមពិតថ្ងៃ Merry Christmas គឺថ្ងៃយេស៊ូចាប់កណើតចឹងតិចបងប្អូនមួយចំនួនអត់ដឹងហើយដល់ពេលស្អែកឡើងជាព្រលឹមឡើងគឺខ្ញុំរៀបចំធ្វើម្ហូបហើយម្ហូបរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំជៀនសាច់គោដែលខ្ញុំបានធ្វើប្រហែលថ្ងៃមុនជៀនសាច់គោចឹងទៅហើយដាំបាយក៏មានពងមាន់2គ្រាប់ព្រោះថាថ្ងៃនេះខ្ញុំត្រូវធ្វើដំណើរមករត់នៅខាងជើងដោយសារខ្ញុំមានខ្មែរម្នាក់គាត់បានមកលេងតំបន់ដែលខ្ញុំរស់នៅដំបងឡើយខ្ញុំរៀបចំបន្ទប់គាត់ថាទៅលេងដល់ផ្ទះខ្ញុំដែរប៉ុន្តែដោយសារតែគាត់ចរចាតាក់ស៊ីចឹងទៅវាពិបាកព្រោះវាថ្លៃផងឯផងមួយវិញទៀតគាត់អត់សូវដឹងភូមិសាស្ត្រអញ្ចឹងហើយខ្ញុំក៏មកលេងគាត់ហ្មងទៅអញ្ចឹងហើយបានតែខ្ញុំព្រលឹមឡើងរៀបចំដាំបាយដាំទឹកមាននំមាននែកចឹងទៅក៏រៀបចំខោអាវព្រោះគោលម្ដងដែលខ្ញុំមកលេងគាត់មកដេកមកយប់ចឹងបានខ្ញុំត្រឡប់ទៅផ្ទះខ្ញុំវិញចឹងណាហើយក៏លើកទី1ដែរដែលខ្ញុំបានមកលេងតំបន់ហ្នឹងនិយាយទៅតំបន់ដែលខ្ញុំរស់នៅទឹកដីគេទូទេបងប្អូននៅក្នុងផែនទីដូចយើងយកប៊ិចចុចចឹងប៉ុន្តែប្រជាជនគេ16លានអ្នកអញ្ចឹងហើយគេបែងចែកគេថាកូវ៉ាហាងជើងកូវ៉ាហាងត្បូងអញ្ចឹងហើយខ្ញុំលើកទី1ដែរអញ្ចឹងហើយខ្ញុំមកលេងជាការល្អដែរអញ្ចឹងខ្ញុំបញ្ញាប់បញ្ញាញ៉ាំបាយញ៉ាំទឹកហើយអញ្ចឹងទៅដូចបងប្អូនដឹងថានៅស្រុកទៀមហូបអាហារហូបចុកវាមិនដូចស្រុកយើងទេណាមួយយើងជនជាតិខ្មែរអញ្ចឹងទៅយើងចូលចិត្តញ៉ាំតែម្ហូបយើងអញ្ចឹងបើសិនយើងឋានៈយើងញ៉ាំបាយឲ្យឆ្អែតវាជាការល្អណាមួយមិនសមចៃផងព្រោះដើម្បីមានលុយទុកទៅថ្ងៃក្រោយជួយជាតិមាតុភូមិបងប្អូនយើងខ្លះអញ្ចឹងហើយការធ្វើដំណើររបស់ខ្ញុំនេះគឺខ្ញុំធ្វើដំណើរទៅដល់ជិះម៉ូតូពីអ្នកសុកជាទុកម៉ូតូចោលនៅឡានក្រុងហើយចឹងទៅក៏ជាឡានក្រុងតហើយវីដេអូខ្ញុំសូមស្រេចប៉ុណ្ណឹងដែរបងប្អូនចាំមើលវីដេអូវគ្គបន្តអរគុណ